ជំរាបសួរបងប្អូនកុំឃើញសណ្ដែកបណ្ដោះសរឿងលឿងអញ្ចឹងមើលងាយតាមពិតសណ្ដែកបណ្ដោះមានផលប្រយោជន៍ច្រើនណាស់អូខេចង់ដឹងថាមានផលប្រយោជន៍អីខ្លះអញ្ចឹងតាមស្ដាប់ទាំងអស់គ្នាណាសណ្ដែកបណ្ដោះគឺជាបន្លែមួយប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹមហើយនិងសារធាតុប្រឆាំងអុកស៊ីតកម្មដូចនេះហើយការញ៉ាំសណ្ដែកបណ្ដោះអាចជួយដល់សុខភាពបានយ៉ាងច្រើនសារធាតុចិញ្ចឹមនៅក្នុងសណ្ដែកបណ្ដោះក្នុងសណ្ដែកបណ្ដោះ100ក្រាមមានកាឡូរី 31.2 កាឡូរីប្រូតេអ៊ីន 7.7 ក្រាមកាបូនហ៊ីដ្រាតមាន6.2 ក្រាមវីតាមីន C មាន13.7 មីលីក្រាមវីតាមីន E មាន 0.1 មីលីក្រាមវីតាមីន K មាន 34.3 មីលីក្រាមវីតាមីន B6 មាន 0.1 មីលីក្រាម Folate មាន 63.4 មីលីក្រូក្រាមកាល់ស្យូមមាន 13.5 មីលីក្រាមជាតិដែកមាន 0.9 មីលីក្រាមជាតិសរសៃមាន 1.9 ក្រាមម៉ាក់ណេស្យូមមាន 21.8 មីលីក្រាមប៉ូតាស្យូមមាន155 មីលីក្រាមសូដ្យូមមាន 6.2 មីលីក្រាមអាស៊ីតខ្លាញ់អូមេហ្គា 3មាន 16.6 មីលីក្រាមអាស៊ីតខ្លាញ់អូមេហ្គា 6មាន 43.7 មីលីក្រាមវ៉ាវអត្ថប្រយោជន៍នៃការញ៉ាំសណ្ដែកបណ្ដោះមានដូចជា1ជួយដល់ប្រព័ន្ធរំលាយអាហារនៅក្នុងសណ្ដែកបណ្ដោះគឺមានជាតិសរសៃដែលជួយបន្ទន់លាមកនិងជួយបង្ការការទល់លាមកសណ្ដែកបណ្ដោះក៏មានផ្ទុកអង់ស៊ីមដែលជួយបង្ការការទល់លាមកដូចគ្នាការញ៉ាំសណ្ដែកបណ្ដោះធ្វើឲ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អទី2ជួយសម្រកទម្ងន់សណ្ដែកបណ្ដោះមានជាតិសរសៃខ្ពស់និងមានកាឡូរីទាបទើបធ្វើឲ្យយើងមានអារម្មណ៍ឆ្អែតដែលនេះមិនអាចធ្វើឲ្យយើងញ៉ាំអាហារសម្រន់ដែលមិនល្អសម្រាប់សុខភាពដោយហេតុនេះទើបការញ៉ាំសណ្ដែកបណ្ដោះជួយដល់ការសម្រកទម្ងន់3ជួយបង្កើនសាច់ដុំសណ្ដែកបណ្ដោះគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីនរុក្ខជាតិយើងត្រូវការប្រូតេអ៊ីនដែលដើម្បីបង្កើនសាច់ដុំឆ្អឹងរឹងមាំនិងជួសជុលសរីរាង្គផ្សេងៗដូចនេះការញ៉ាំសណ្ដែកបណ្ដោះអាចជួយយើងឲ្យបំពេញតម្រូវការប្រូតេអ៊ីនប្រចាំថ្ងៃបានម្យ៉ាងទៀតសណ្ដែកបណ្ដោះក៏ជួយពង្រឹងការធ្វើមេតាបូលីសនិងបង្កើនកម្រិតថាមពលដែរ4បង្ការជំងឺស្លេកស្លាំងកង្វះជាតិដែកជាបញ្ហាទូទៅមួយដែលអាចឈានទៅដល់ជំងឺស្លេកស្លាំងរោគសញ្ញាជំងឺស្លេកស្លាំងមានដូចជាអាការៈចង្អោរវិលមុខងងឹតមុខនិងបញ្ហាក្រពះជាដើមយើងអាចបង្ការជំងឺស្លេកស្លាំងបានដោយបញ្ចូលសណ្ដែកបណ្ដោះក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងពីព្រោះសណ្ដែកបណ្ដោះក៏មានផ្ទុកជាតិដែកដែរ5ពង្រឹងប្រព័ន្ធភាពស៊ាំសណ្ដែកបណ្ដោះអាចពង្រឹងប្រព័ន្ធភាពស៊ាំបានដោយផ្ដល់នូវវីតាមីន A និង C ក្នុងបរិមាណច្រើននៅពេលរាងកាយទទួលបានវីតាមីន A ច្រើនរាងកាយក៏បង្កើនការផលិតកោសិកាឈាមសដែរដោយហេតុនេះហើយយើងមិនងាយឆ្លងរោគដូចជាជំងឺផ្ដាសាយជាដើម6ជួយដល់ស្បែកសណ្ដែកបណ្ដោះមានសារធាតុដែលប្រឆាំងនឹងភាពចាស់និងល្អសម្រាប់ស្បែករបស់យើងប្រសិនជាយើងចង់បានស្បែកស្អាតសណ្ដែកបណ្ដោះជាជម្រើសល្អមួយនេះមកពីវីតាមីន B complex ដែលមាននៅក្នុងសណ្ដែកបណ្ដោះជួយដល់ការបង្កើតកោសិកាឡើងវិញនិងជួសជុលស្បែកសារធាតុចិញ្ចឹមទាំងនេះជួយបង្រួមរន្ធញើសបង្ការស្នាមជ្រួញនិងជំរុញផលិតកម្មរបស់ collagen ដែលជួយឲ្យស្បែកភ្លឺរលោង7ជួយដល់សុខភាពបេះដូងសណ្ដែកបណ្ដោះមានអាស៊ីតខ្លាញ់អូមេហ្គា 3ដែលជួយរក្សាលំនឹងនិងកម្រិតកូលេស្តេរ៉ុលនៅក្នុងរាងកាយម្យ៉ាងទៀតសណ្ដែកបណ្ដោះក៏ផ្ដល់ជាតិខ្លាញ់ល្អដែលអង់គ្លេសគេហៅកាត់ដោយអក្សរ HDL ដល់រាងកាយដែរដូចនេះសណ្ដែកបណ្ដោះជួយដល់សុខភាពបេះដូងដោយបញ្ចុះកម្រិតកូលេស្តេរ៉ុលអាក្រក់និងបង្កើតកម្រិតកូលេស្តេរ៉ុលល្អ8ជួយដល់ការលូតលាស់របស់សក់អត្ថប្រយោជន៍មួយទៀតនៃការញ៉ាំសណ្ដែកបណ្ដោះគឺអាចជួយជំរុញការផលិតខ្លាញ់នៅលើស្បែកក្បាលនិងការពារឫសសក់ដែលនៅជួយបង្ការបញ្ហាឈូសសក់ហើយនិងសក់ឡើងស្កើមុនវ័យដែរចានេះគឺជាអត្ថបទដែលនេះខ្ញុំដកចេញពី website Hello Group Page ប៉ុន្តែនៅក្នុង website sbm.news ហ្នឹងក៏បាននិយាយដែរ
គឺបន្ថែមពីលើហ្នឹងគឺមានការការពារនៅជំងឺមហារីកចាដែលបកស្រាយថាប្រូតេអ៊ីននៅក្នុងសណ្តែកបណ្ដោះក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរការសិក្សាបានបង្ហាញថាសារធាតុចិញ្ចឹមទាំងនេះអាចបញ្ជូតការលូតលាស់នៃកោសិកាមហារីករួមទាំងសារធាតុដែលតាក់ទងទៅនឹងជំងឺមហារីកសូដន់ជំងឺមហារីកឈាមនិងមហារីកប្រព័ន្ធរំលាយអាហារចាក្រៅពីនេះក៏និយាយអំពីសណ្តែកបណ្ដោះជួយដល់សុខភាពភ្នែកដែរចាដោយសារតែសណ្តែកបណ្ដោះមានកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្មពួកវាអាចជួយការពារអ្នកពីការវិវត្តនៃជំងឺភ្នែកទូទៅរួមទាំងជំងឺភ្នែកឡើងបាយដែលតាក់ទងនឹងអាយុដែលអង់គ្លេសគេសរសេរកាត់គឺ AMD ផងដែរ AMD គឺជាមូលហេតុចម្បងនៃការបាត់បង់ការមើលឃើញចំពោះមនុស្សពេញវ័យដែលមានអាយុលើសពី55ឆ្នាំឡើងទៅអត្ថបទនិយាយអំពីអត្ថប្រយោជន៍សណ្តែកបណ្ដោះគឺចាប់ត្រឹមតែប៉ុណ្ណេះចា៎សូមអរគុណសូមជម្រាបលា